តាំងពីខ្ញុំមកធ្វើការនៅជប៉ុនគឺខ្ញុំបានផ្លាស់ប្ដូរខ្លួនឯងច្រើនកាលនៅខ្មែរខ្ញុំធ្លាប់តែជាមនុស្សស្បាយមិនសូវគិតខលខ្វាយច្រើនទេប៉ុន្តែពេលខ្ញុំមកធ្វើការនៅជប៉ុននេះគឺខ្ញុំបានប្រែក្លាយជាមនុស្សស្ងៀមស្ងាត់មិនសូវសប្បាយហើយគិតច្រើនសេតច្រើនចូលចិត្តនៅម្នាក់ឯងធ្វើការកិច្ចពីកន្លែងមានមនុស្សច្រើនមករកកន្លែងណាដែលមិនសូវមានមនុស្សធ្វើមិនដឹងមិនបានខ្លួនឯងក្លាយទៅជាបែបហ្នឹងវិញហើយខ្ញុំឆ្ងល់ពេកក៏សើចក្នុងអ៊ីនធឺណិតសាកមើលអំពីមូលហេតុដែលធ្វើឲ្យយើងក្លាយទៅជាបែបនេះហើយគេបានប្រាប់ថាមកពីយើងពិបាកចិត្តច្រើនគិតច្រើនហើយមានបញ្ហាច្រើនដែលដោះស្រាយមិនទាន់ចេញឬមិនចេញតែម្ដងហើយគេបានប្រាប់ថាបើយើងមានបញ្ហាហើយវិធីសាស្ត្រដែលយើងកំពុងប្រើដើម្បីដោះហ្នឹងมันអាចដោះបានទេយើងដូរវិធីសាស្ត្រផ្សេងព្យាយាមទៅគង់តែអាចដោះស្រាយបានហើយខ្ញុំក៏បានធ្វើតាមដែលគេប្រាប់ហ្នឹងប៉ុន្តែនៅតែមិនអាចដោះស្រាយបញ្ហាខ្ញុំបានដែរទើបខ្ញុំសម្រេចចិត្តរកជំនួយគឺខ្ញុំបាននិយាយប្រាប់មិត្តភ័ក្តិថាខ្ញុំមានបញ្ហាបែបនេះបន្ទាប់ពីនិយាយប្រាប់រួចហើយគេនាំខ្ញុំទៅកន្លែងផឹកស្រាហើយខ្ញុំថាខំនិយាយប្រាប់ពឹងឲ្យជួយហើយមិនបាននាំខ្ញុំមកផឹកស្រាអញ្ចឹងហើយមិត្តភ័ក្តិខ្ញុំថាថ្ងៃនេះយើងនាំឯងទៅផឹកស្រាហើយនាំឯងទៅសប្បាយជាមួយនឹងកន្លែងថ្មីដែលឯងមិនធ្លាប់ទៅធ្វើយ៉ាងណាឲ្យឯងសប្បាយចិត្តក្នុងថ្ងៃនេះរួចហើយដល់ព្រឹកឡើងឯងបកមកគិតពីបញ្ហារបស់ឯងម្ដងទៀតទៅពេលនោះយើងជឿថាឯងអាចដោះវាបានហើយគ្រប់យ៉ាងគឺដូចដែលមិត្តភ័ក្តិខ្ញុំបាននិយាយពិតមែនស្អែកឡើងបន្ទាប់ពីបានដើរលេងសប្បាយជាមួយអ្វីថ្មីហើយគឺខ្ញុំមានអារម្មណ៍ល្អឡើងវិញនិងមានកម្លាំងចិត្តឡើងវិញហើយនេះហើយជាមូលហេតុធ្វើឲ្យខ្ញុំដោះស្រាយបញ្ហាបានបើយើងមានបញ្ហាហើយយើងពិបាកចិត្តគិតច្រើនសេតនៅក្នុងបន្ទប់តែមួយកន្លែងនោះយើងនឹងវល់តែជាមួយរឿងដដែលនិងគិតដដែលតែបើយើងចេញក្រៅធ្វើខ្លួនឲ្យសប្បាយសិនចាំយើងមករកបញ្ហាយើងវិញនោះហើយដែលយើងអាចនឹកឃើញវិធីសាស្ត្រថ្មីដោយខ្លួនឯងហើយនឹងអាចដោះស្រាយវាបាន